មានរងថាកុំព្យូទ័រដំណើរការមិនល្អដំណើរការមិន smooth អូខេដំណោះស្រាយគឺមាននេះគឺជា4វិធីសាស្ត្រដែលជួយឲ្យកុំព្យូទ័ររបស់អ្នកនាងដំណើរការបានល្អជាងមុនអញ្ចឹងតោះដើម្បីកុំឲ្យខាតពេលយូរយើងទៅទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះផងដែរក៏សូមអធិស្ឋានចំពោះសំឡេងរំខានដែលមាននៅក្នុងវីដេអូនេះផងដែរព្រោះថាខ្ញុំផ្ទះនៅជួបផ្នល់អញ្ចឹងតោះអញ្ចឹងតោះកុំឲ្យវែងឆ្ងាយតោះចូលដល់វិធីសាស្ត្រទី1អញ្ចឹងវិធីសាស្ត្រទី1បងប្អូនចុចបាទ Windows បាទ key Windows សអ key Windows សអយើងនឹងចូលមកដល់ផ្ទាំងរ៉ាំងបែបនេះបាទអញ្ចឹងបងប្អូនសរសេរពាក្យថា TEMP អញ្ចឹងបាទពាក្យដែលខ្ញុំដាក់នៅលើ screen ឲ្យអ្នកទាំងគ្នាមើលហ្នឹងបាទសរសេរចូលនៅក្នុងនេះមកហើយបន្តមកទៀតចុច OK ឬក៏ Enter មកបាទទៅពីចុច Enter ហើយនេះគឺជា file ដែលដោយសារតែខ្ញុំទៅតែលុបអញ្ចឹងវាមានតិចអញ្ចឹងបងប្អូនចុចនេះមក select មួយហើយចុច Ctrl A បញ្ជាក់ផងដែរការលុបនេះគឺអត់មានប៉ះពាល់ទៅដល់file ឯកសាររបស់អ្នកទាំងគ្នាទេអញ្ចឹងវាលុបតែកន្ទុយ file ណាដែលវាអត់បានការអញ្ចឹងវានឹងធ្វើការលុបចោលហើយ file ទាំងអស់នេះបើសិនជាអ្នកគ្នាអត់ដែលសម្អាតឬក៏កំឡុងនឹងសម្អាតទេវានឹងមានច្រើនខ្លាំងមែនតើមិនមែនមានតិចដូចខ្ញុំចេះទេគឺមានច្រើនបាទវាដែលវាសល់ពីការចូលផ្សាយក៏ដូចជាការចូល file អីផ្សេងៗអញ្ចឹងវាមានច្រើនបាទអញ្ចឹងទុកពី Ctrl A ហើយគឺយើងចុចដើម្បីកុំឲ្យលុបជាប់នៅក្នុងទូរស័ព្ទចុច Shift Delete បាទចុច Shift Delete មកចុច Enter មកអូខេអញ្ចឹង file មួយចំនួនវាប្រកបជាអត់ឲ្យលុបទេអញ្ចឹងយើងចុចគ្រីសឡើងនេះមកបាទចុចគ្រីសហើយយើងចុច skip មកបាទហ្នឹងហើយ skip មកហើយបាទចុចខ្វែងអូខេអញ្ចឹងដំណាក់កាលទី1បាទទីសាស្ត្រទី1គឺបានរួចរាល់អញ្ចឹងចូលមកទីសាស្ត្រទី2ទីសាស្ត្រទី2បងប្អូនចុច Windows អដូចគ្នាបាទហើយសរសេរពាក្យថាបាទ TEMP ដដែលគ្រាន់តែថែមសញ្ញាភាគរយនៅសងខាងបែបនេះបាទទាំងមកយើងចុច Enter មកបាទអញ្ចឹងនឹងមាន file ជាច្រើននៅក្នុងនេះបាទជាផ្ទុយ file ជាច្រើននៅក្នុងនេះអញ្ចឹងបងប្អូន select មួយមកបាទ Control អក្សរ A បាទ Control អក្សរ A មកវានឹង select យក file ដែលអត់បានការទាំងអស់ហ្នឹងទាំងអស់ហើយយើងចុច Shift Delete មកបាទ Shift Delete ហើយ Enter មកបាទ Shift Delete Enter ចុចគ្រីសឡើងនេះមកហើយចុច skip មកបាទនឹងបងប្អូនធ្វើតាមនេះមកហើយចុចខ្វែងនេះមកបាទចុច refresh វា refresh មកបាទហ្នឹងហើយចូលដល់ទីសាស្ត្រទី3បាទចុច Windows បូកអក្សរ O មករួចហើយនេះគឺសរសេរពាក្យថា refresh បាទអញ្ចឹងបងប្អូនសរសេរពាក្យតាមខ្ញុំមកសរសេរកន្លែងហ្នឹងបាទខ្ញុំដាក់លើ screen ឲ្យបងប្អូនមើលបាទតោះមកយើងចុច enter មកឬក៏ OK ហ្នឹងមកបាទអញ្ចឹងមកដល់កន្លែងនេះវានឹងចូលមកដល់ file ដែលអត់បានការទៀតហើយការលុបនេះវាអត់មានប៉ះពាល់ទៅដល់ឯកសាររបស់អ្នកនេះទេបញ្ជាក់អស់ហើយម្ដងទៀតបាទអញ្ចឹងយើង select យកមួយមកហើយចុច Control អក្សរ A បាទ Control អក្សរ A Shift Delete បាទហ្នឹងហើយ Shift Delete មកចុច enter មកវានឹងទៅបាត់អស់ហើយបាត់អស់ហ្នឹងបាទអូខេអញ្ចឹងចូលមកដល់វិធីសាស្ត្រចុងក្រោយបាទអញ្ចឹងវិធីសាស្ត្រចុងក្រោយនេះគឺបាទជាការ scan នៅ file ណាដែលវាជា virus ឬក៏ជា file ណាដែលវាមានគ្រោះថ្នាក់ទៅដល់កុំព្យូទ័ររបស់អ្នកគ្នាអញ្ចឹងតោះដើម្បីចូលទៅដល់ការ scan អញ្ចឹងយើងចុចដដែលមក Windows បូកអក្សរ O បាទចូលដល់កន្លែង run នេះបាទនេះបាទកន្លែង run នេះហើយយើងសរសេរពាក្យថា MRT នេះបាទខ្ញុំដាក់លើ screen ឲ្យខ្ញុំមើលហ្នឹងគឺ MRT បាទអញ្ចឹង MRT យើងចុច OK មកហើយចាំតិចដូចថានេះបាទកន្លែងនេះយើងចុចYes មកយក Yes មកបាទអញ្ចឹងយើងយក Yes មកហើយបាទមកដល់កន្លែងនេះបាទកន្លែងនេះបងប្អូនយក Next បាទ Next មកហើយកន្លែងនេះខ្ញុំ recommend ឲ្យអ្នកគ្នាយកខាងលើដោយសារតែវាចំណាយពេលតិចហើយសម្រាប់អ្នកកុំព្យូទ័រគាត់ដែលគិតថាចង់តែសម្អាតទេអត់គិតថាកុំព្យូទ័ររបស់គាត់មានមេរោគមានអីច្រើនទេអញ្ចឹងយើងយកខាងលើមកវាចំណាយពេលតិចតែ10នាទី20នាទីទេហ្នឹងហើយអញ្ចឹងបើយកពូលនេះវាអាចចំណាយពេលយូរហើយអាក្រក់នេះគឺរត់ទៅយូរទេបាទអញ្ចឹងយកខាងលើខ្ញុំ recommend ឲ្យយកខាងលើបាទហ្នឹងអញ្ចឹងទៅយកខាងលើហើយយក Next មកបាទចុច Next នេះមកវានឹងធ្វើការ scan បាទ scan file ណាដែរវាជា virus វាជា file ជាប្រភេទដែរ file មេរោគហ្នឹងវានឹង select ហើយវានឹង delete ចោលតែម្ដងចឹងដោយសារតែខ្ញុំ
ទៅ scan ហើយអញ្ចឹងខ្ញុំអត់សុំអត់ទេព្រោះថាវាឆ្នៃពេលដែរបាទអញ្ចឹងបងប្អូន scan ហើយវានឹងបាទលុបរួចទៅបាទអញ្ចឹងបន្ទាប់ពីធ្វើ4នាទីស្នេះហើយកុំព្យូទ័ររបស់គ្នានឹងដំណើរការស្រួលជាងមុនវាលឿនជាងមុនល្អជាងមុនអញ្ចឹងណាបាទអញ្ចឹងគាត់តែ request នេះមកហើយបន្ទាប់មកទៀតបាទចុច restart កុំព្យូទ័ររបស់គ្នាមួយមកបាទ sorry ហ្នឹងហើយចុច restart កុំព្យូទ័ររបស់គ្នាមួយមករួចហើយបើកសារថ្មីមកវានឹងបាទដំណើរការល្អជាងមុនអញ្ចឹងបាទវីដេអូខ្ញុំមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាចទម្លាក់ចូលនៅក្នុង comment បានឬក៏ឆាតមកកាន់ Telegram ដែលខ្ញុំដាក់នៅខាងលើនេះបាទទីចុងក្រោយបាទខ្ញុំបានវាសនាក៏សូមបាទអរគុណសម្រាប់ការទស្សនាវីដេអូហើយក៏សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អបាទជម្រាបលាបាយបាយ